ជម្រាបសួរសួស្តីបងប្អូនអរគ្នាខ្ញុំលីភីហើយថ្ងៃនេះខ្ញុំសប្បាយរីករាយមែនទែននៅក្នុងការមកចេញមកវីដេអូថ្មីខ្ញុំខានចេញវីដេអូយូរដែរខ្ញុំទៅចេញវីដេអូច្រៀងប៉ុន្តែថ្ងៃនេះខ្ញុំអត់មកច្រៀងទេខ្ញុំគ្រាន់តែមកចែករំលែកបទពិសោធន៍ខ្លះៗតែទៅជាមួយនឹងការងារអញ្ចឹងបងប្អូនអរគ្នាសុខសប្បាយអត់នៅសល់តែ4ខែទៀតទេគឺយើងចូលដល់ឆ្នាំ2026ហើយអញ្ចឹងតែបងប្អូនអរគ្នា ready នៅឆ្នាំខាងមុខហើយនៅហើយបុណ្យខ្ញុំក៏ចិត្តមកដល់ដែរអញ្ចឹងសង្ឃឹមថាបងប្អូនអរគ្នាសុខសប្បាយទាំងផ្លូវកាយផ្លូវចិត្តបងប្អូនអរគ្នាដឹងហើយថាសុខភាពផ្លូវចិត្តរបស់យើងម្នាក់ៗគឺពិតជាសំខាន់មែនទែនបើសិនជាសុខភាពផ្លូវចិត្តយើងអត់ល្អសុខភាពផ្លូវកាយយើងក៏ល្អដែរដូចគេនិយាយថាសុខភាពផ្លូវចិត្តជាម្ដាយសុខភាពផ្លូវកាយជាឪពុកអញ្ចឹងបើសិនជាបងប្អូនមានមួយអត់មួយក៏អត់កើតដែរដោយសារវាត្រូវការទាំងពីរទៅអាច work ទៅដោយរលូនហើយបងប្អូនដឹងអត់នៅក្រៅស្នាមញញឹមរបស់មនុស្សម្នាក់ៗគឺរឿងច្រើនមែនទែនដែលយើងអត់ដឹងអ្នកខ្លះគាត់ញញឹមគាត់សប្បាយរីករាយគាត់ធ្វើឲ្យអ្នកជុំវិញគាត់សប្បាយរីករាយប៉ុន្តែនៅក្រៅភាពសប្បាយរីករាយគាត់គឺមានរឿងច្រើនមែនទែនអញ្ចឹងយើងអាចវិនិច្ឆ័យបុគ្គលនឹងថាគាត់ជាមនុស្សបែបនេះគាត់ជាមនុស្សបែបនេះប៉ុន្តែយើងគួរតែទៅគៀកគាត់ហើយរៀនចូលពីគាត់យើងអាចវិនិច្ឆ័យថាគាត់ជាមនុស្សបែបនេះគាត់ជាមនុស្សបែបនោះយើងអត់ដឹងថាស្ថានភាពគាត់ធំធាត់ឡើងគាត់រស់នៅក្នុងរបបមួយណាយើងអត់ដឹងទេហើយពិសេសក្នុងការងារក្នុងកន្លែងធ្វើការនឹងតែម្ដងក្នុងស្ថាប័នផ្សេងៗគឺយើងជួបមនុស្សផ្សេងគ្នាធ្វើឲ្យយើងលត់ដំយើងរៀនយល់ពីគេហើយយើងអាដាប់តែអីដែលល្អយើងទទួលយកតែភាពល្អហើយយើងត្រូវតែកែច្នៃគ្នានៅក្នុងមជ្ឈដ្ឋានការងារគឺបាននេះឯងប៉ុន្តែខ្ញុំអរគុណខ្លួនឯងដែលខ្ញុំឆ្លងកាត់រយៈពេលប្រហែលខែមកនេះហើយសតតែប្រហែលខែដាច់ខែខ្ញុំអរគុណខ្លួនឯងដែលការខំប្រឹងប្រែងកន្លងមករបស់ខ្លួនឯងតម្រុំខ្ញុំមកដល់ចំណុចនេះខ្ញុំឆ្លងកាត់ច្រើនខ្ញុំរៀនខ្ញុំលត់ដំខ្លួនឯងមែនទែនខ្ញុំពិតជាអរគុណខ្លួនឯងហើយស្រឡាញ់ខ្លួនឯង appreciate អីដែលខ្ញុំធ្វើមែនទែនហើយខ្ញុំក៏អរគុណដល់ក្រុមការងារបងគ្រួសារដែលគាត់តែងតែ support ឲ្យខ្ញុំសង្ឃឹមថាខ្ញុំនឹងយកឱកាសនេះបទពិសោធន៍មួយនេះក៏ដូចជាអ្វីដែលគេផ្ដល់ឲ្យនៅក្នុងវេលានេះនឹងធ្វើឲ្យល្អហើយនឹងរៀនអីថ្មីសង្ឃឹមថានឹងមានអីចែកចាយទៅបងប្អូនអរគ្នាក៏ដូចអីដែលខ្ញុំចង់និយាយដែរដោយសារតែខ្ញុំក៏មាន experience តាក់ទងជាមួយនឹង special need ក៏គួរសមដែរអញ្ចឹងខ្ញុំសង្ឃឹមថាវីដេអូបន្តទៀតខ្ញុំនឹងចែកចាយតាក់ទងជាមួយនឹង special need តាក់ទងមួយ psychology តាក់ទងជាមួយនឹងពេទ្យដែលខ្ញុំបានរៀនតែបានចេះបានដឹងបាននឹងចែករំលែកទៅបងប្អូនអរគ្នាហើយខ្ញុំអរគុណមែនទែនសម្រាប់ការមើលវីដេអូនេះអរគុណបងប្អូនអរគ្នាដែលតែងតែលើកទឹកចិត្តជួបគ្នានៅវីដេអូក្រោយទៀតអរគុណច្រើន